បាទសួស្តីបងប្អូនស្វាគមន៍មកកាន់ Channel មេប៉ាក់ស្មូមថ្ងៃនេះដែរយើងក៏មកបន្តនៅភាគទី20របស់យើងហើយមុននឹងចូលដល់សាច់រឿងកុំភ្លេចចុច Sub ឲ្យ admin ម្នាក់មួយផងតើកុំខាត់ពេលយូរចូលមកដល់សាច់រឿងរបស់យើងតែម្ដងចាប់ផ្ដើមនៅសាច់រឿងលីនហ្វាំងក៏បានធ្វើដំណើរចាក់ចេញពីទីក្រុងដងលីនដើម្បីទៅស្វែងរកភ្នំ1000ខណៈពេលនោះដែរដូចជនហើយនឹងប៉ៃរូកំពុងតែឈរចាំគេនៅខាងក្រៅដើម្បីធ្វើដំណើរជាមួយនឹងលីនហ្វាំងនៅក្នុងការស្វែងរកភ្នំ1000នេះបើសិនជាលីនហ្វាំងទៅម្នាក់ឯងគឺវាមិនសប្បាយនោះទេដូច្នេះហើយខ្ញុំទាំងពីរនាក់គឺសូមធ្វើដំណើរជាមួយផងដែរហើយពួកខ្ញុំទាំងពីរនាក់នឹងសន្យាថាមិនធ្វើឲ្យលីនហ្វាំងឈឺក្បាលឡើយលីនហ្វាំងក៏បានដើរទៅមកប៉ុន្មានជំហានហើយអ្នកទាំងពីរឃើញបែបនេះពិតជាអស់សង្ឃឹមខ្លាំងមែនទែនបន្ទាប់មកលីនហ្វាំងក៏បានយល់ព្រមឲ្យអ្នកទាំងពីរធ្វើដំណើរជាមួយភ្លាមទៅហើយចំណែកឯជូលីវិញកំពុងតែឈរមើលអ្នកទាំង3នៅខាងលើគេក៏បានចាត់ឲ្យព្រឹទ្ធាចារ្យជើធ្វើដំណើរទៅតាមអ្នកទាំង3ផងដែរសាច់រឿងក៏បានកាត់មកយើងក៏បានឃើញបរិសុទ្ធចម្លែក3នាក់ពួកគេគឺជាឃាតករកំពុងតែដាក់ទារុណកម្មទៅលើបរិសុទ្ធម្នាក់ដែលយើងឃើញថាបរិសុទ្ធម្នាក់នោះក៏បានប្រយុទ្ធជាមួយនឹងលីនហ្វាំងប្រមាណភាគមុនហើយគេក៏បាននិយាយទៅកាន់មេប៉ារបស់គេថាវិមានជិនជឺត្រូវបានបំផ្លាញគឺមិនមែនជាកំហុសរបស់គេឡើយមូលហេតុនោះគឺដោយសារតែមានមនុស្សពីរនាក់ពួកគេក៏បានស៊ើបអង្កេតតែទៅជាមួយនឹងការស្លាប់របស់សោជួយហើយវិជាគុណរបស់ពួកគេគឺមិនអត់នោះទេហើយទោះបីជាគេខំប្រឹងនិយាយយ៉ាងណាក៏ដោយឃាតករមួយក្រុមនោះគឺមិនអត់ទោសឲ្យគេនោះទេក៏បានសម្លាប់គេបំបិទមាត់តែម្ដងបន្ទាប់មកឃាតករទាំង3នាក់នោះក៏បានអន់គោរពទៅកាន់ថ្មមួយផ្ទាំងពួកគេនឹងធ្វើដំណើរទៅកាន់ភ្នំ1000ដើម្បីស៊ើបអង្កេតរឿងរ៉ាវមួយនេះសាច់រឿងក៏បានកាត់មកលីនហ្វាំងក៏បានធ្វើដំណើរមកដល់ភ្នំ1000ហើយគេក៏បានសម្លាប់សត្វរមាសដ៏ធំមួយដូចជនឃើញបែបនេះក៏បានយកបញ្ជីរបស់គេមកកត់សត្វរមាសមួយនេះវាគឺជាសត្វដែលមានកម្រិតទី7ហើយមាននៅធម្មពលពណ៌បៃតងហើយវាក៏មាននៅកម្ពស់8 ហ្វីតស្ថិតនៅក្នុងភ្នំ1000សត្វរមាសមួយនេះវាគឺជាសត្វដែលគ្រោះថ្នាក់បំផុតស្ថិតនៅក្នុងលេខរៀងទី5ខណៈពេលដែរអ្នកទាំងពីរកំពុងតែនិយាយគ្នាសត្វរមាសមួយនោះក៏បានងើបឡើងហើយវារៀបនឹងវាប្រហារទៅលើដូចជនទៅហើយក៏មាននៅគល់ឈើមួយគប់មកត្រូវវាហើយវាគឺជាថ្វីដៃរបស់ព្រឹទ្ធាចារ្យជើអររយៈពេលប្រមាណម៉ោងក្រោយមកពួកគេក៏បានយកសត្វរមាសមួយនោះធ្វើជាអាហាររបស់គេតែម្ដងក៏លេចមកមើលដូចជនឯវិញគេពិតជាមិនចង់បរិភោគសាច់មួយនេះឡើយក៏ប៉ុន្តែវាពិតជាមានក្លិនឈ្ងុយខ្លាំងមែនទែនក៏បានដាក់មួយដុំចូលទៅក្នុងមាត់មិននឹកស្មានថាវាមានរសជាតិឆ្ងាញ់យ៉ាងនេះបន្ទាប់មកលីនហ្វាំងក៏បាននិយាយជាមួយនឹងព្រឹទ្ធាចារ្យជើថាក្រុមឃាតករមួយក្រុមនោះច្បាស់ជាចាត់មនុស្សមកតាមរកគេចាក់ជាមិនខានព្រឹទ្ធាចារ្យជើក៏បាននិយាយតាក់ទងជាមួយនឹងរូបគាត់នៅពេលដែលគាត់នៅក្មេងគាត់ក៏បានមកកាប់អស់ស្ថិតនៅក្នុងភ្នំ1000មួយនេះហើយបើសិនជាអ្នកមិនស្គាល់នោះវាពិតជាពិបាកនៅក្នុងការធ្វើដំណើរពិតមែនហើយគាត់ក៏បានប្រើប្រាស់សត្វវេទមន្តនៅក្នុងព្រៃមួយនេះដើម្បីដឹកនាំផ្លូវផងដែរគាត់តែលើកបែបនេះលីនហ្វាំងក៏បានដឹងហើយថាព្រឹទ្ធាចារ្យគឺមិនមែនមនុស្សធម្មតានោះទេស្ថិតនៅក្នុងទីក្រុងដងលីនមួយនេះមនុស្សដែលមានសមត្ថភាពដូចជារូបគាត់គឺមិនមានច្រើនឡើយលោកតាក៏បានតបទៅវិញនៅពេលនេះគឺអាយុគាត់គឺមិនតិចនោះទេដូច្នេះហើយគាត់មិនចង់បាននៅគេឈ្មោះអ្វីឡើយសូមត្រឹមតែអាហារ3ពេលតែប៉ុណ្ណោះលោកតាក៏បាននិយាយតាក់ទងជាមួយនឹងជូលីនដែលជាចៅហ្វាយក្រុងដងលីនថាគេគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តមនុស្សដែលមានវ័យប៉ាន់លីនហ្វាំងនោះទេហើយមនុស្សរបស់នាងគឺសុទ្ធតែជាមនុស្សចាស់ជរាហើយគាត់ក៏បាននិយាយទៀតថាដោយសារតែលីនហ្វាំងចិត្តដិតជាមួយនឹងជូលីនបានក៏ព្រោះតែសមត្ថភាពរបស់លីនហ្វាំងគឺមិនធម្មតានោះទេហើយថែមទាំងសង្ហាទៀតផងខណៈពេលដែលអ្នកទាំងពីរកំពុងតែនិយាយគ្នាពួកគេក៏បានឮសំឡេងចចកនៅម្ដុំនេះព្រឹទ្ធាចារ្យជើក៏បានដឹងហើយថាច្បាស់ជាមានរឿងអ្វីចាក់ជាមិនខាននោះទេនេះគឺជាសំឡេងរបស់សត្វចចកមួយក្រុមពួកវាកំពុងតែធ្វើការវាយប្រហារទៅលើសុងយីហើយសុងយីកំពុងតែរត់គេចខ្លួនចេញពីពួកវាផងដែររត់ដល់មុខបន្តិចស្រាប់តែសត្វចចកទាំងនោះវាក៏បានស្ទាក់ផ្លូវនៅខាងមុខវាក៏បានធ្វើការវាយប្រហារមកលើសុងយីមិនចាំយូរនោះទេក៏បានប្រើប្រាស់វិញ្ញាណសត្វប្រយុទ្ធរបស់គេហើយវាគឺជាដួងព្រលឹងរបស់ស្ដេចតៅតកកព្រលឹងរបស់ស្ដេចតៅតកកនោះវាក៏បានវាយប្រហារទៅលើចចកទាំងនោះហើយបរិសម្នាក់ទៀតក៏ត្រូវបានចចកមួយក្បាលសង្កត់រាងកាយរបស់គាត់ឃើញបែបនេះសុងយីក៏រៀបនឹងទៅជួយគាត់ផងដែរក៏ប៉ុន្តែស្ថិតនៅជុំវិញខ្លួនរបស់គាត់ក៏មានចចកជាច្រើនផងដែរក៏លេចមកមើលដូចជនឯវិញគេក៏បានលើសំឡេងចចកទាំងនោះគេក៏បានសួរទៅកាន់លីនហ្វាំងថាតើពួកយើងគួរតែជួយពួកគេឬក៏យ៉ាងណាបៃរូក៏បាននិយាយថាបើសិនជាពួកយើងមិនកំចាត់ចចកទាំងនោះថ្ងៃមុខវានឹងធ្វើការវិប្រហារមកលើពួកយើងវិញដូចជនក៏បានកលេចឃើញរបស់មួយយ៉ាងវាគឺជាលិមួកសត្វនឹងឯងនៅពេលដែលដូចជនយកលិមួកសត្វនោះឲ្យបៃរូហិតបៃរូក៏បាននិយាយថាក្លិនរបស់វាពិតជាស្អុយខ្លាំងមែនទែនដូចជនក៏បានពិនិត្យទៅកាន់លិមួកសត្វមួយនេះគេក៏បាននិយាយថាវាគឺជាលិមួកសត្វដែលមានអំណាចបំផុតនៅក្នុងព្រៃមួយនេះបន្ទាប់មកគេក៏បានយកលិមួកនោះលាបពេញដៃរបស់គេទាំងពីរហើយគេក៏បានប្រាប់ទៅកាន់បៃរូថាចាំមើលគេប្រើនៅចំណេះដឹងរបស់គេដើម្បីបង្ក្រាបចចកបិសាចទាំងនោះបន្ទាប់មកគេក៏បានរត់ចេញពីទីនោះក្រឡេកមកមើលចចកជាច្រើនក្បាលណែវិញវារៀបនឹងវិប្រហារទៅលើសុងយីទៅហើយខណៈពេលនោះដែរដូចជនក៏បានធ្វើដំណើរមកដល់ហើយក្លិនលិមួករបស់សត្វនេះវាពិតជាមានប្រសិទ្ធភាពពិតមែនក៏បានធ្វើឲ្យចចកជាច្រើនរត់គេចចេញពីទីនោះអស់ទៅបន្ទាប់មកសុងយីពិតជាអរគុណទៅកាន់ដូចជនពិតមែនដែលដូចជនជួយជីវិតរបស់គេរួចជីវិតពីការវិប្រហាររបស់ចចកទាំងនោះដូចជនក៏បាននិយាយថាមិនអីនោះទេយើងត្រូវតែ
ជួយគ្នាទៅវិញទៅមកចឹងទៅខណៈពេលដែលយុវជនកំពុងតែនិយាយនោះស្ដេចចចោដ៏ធំមួយកំពុងតែឈរនៅពីក្រោយខ្នងរបស់គេយុវជនក៏បានលើកដៃរបស់គេឡើងដែលប្រឡាក់ពេញទៅដោយលីមួកក៏ប៉ុន្តែវាគ្មានប្រសិទ្ធភាពជាមួយនឹងស្ដេចចចោនោះឡើយហើយព្រឹទ្ធាចារ្យចៅក៏បានស្រែកប្រាប់យុវជនពីចម្ងាយគាត់ភ្លេចប្រាប់ថាលីមួកមួយនេះគឺជាលីមួករបស់ស្ដេចចចោនឹងឯងដូច្នេះហើយទើបវាគ្មានប្រសិទ្ធភាពគ្រាន់តែលើកបែបនេះយុវជនពិតជាភ័យខ្លាំងមែនទែននៅពេលដែលស្ដេចចចោមួយនោះរៀបនឹងវិបញ្ហាទៅលើយុវជនលីនហ្វាំងក៏បានធ្វើដំណើរមកដល់វាយស្ដេចចចោមួយនោះមួយដៃថែមមួយជើងឡើងប៉ើងនៅពេលដែលឃើញស្វ័យដៃរបស់លីនហ្វាំងពូកាយ៉ាងនេះសង្ជីពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនស្ដេចចចោមួយនោះវាក៏បានធ្វើការវិបញ្ហាមកលើលីនហ្វាំងបន្តទៀតលីនហ្វាំងក៏បានដាក់វាមួយជើងប៉ើងទៅខាងលើហើយគេក៏បានសម្រាលខ្លួនឡើងទៅលើវាយចចោមួយនោះ 3000 ដៃក៏បានធ្វើឲ្យស្ដេចចចោមួយនោះស្រែកចាចតែម្ដងលីនហ្វាំងក៏បានបន្តវាយទៅកាន់ចចោមួយនោះថែមទៀតហើយគេក៏បានប្រនៅកណ្ដាប់ដៃរន្ទះរបស់គេដកក្បាលរបស់សត្វចចោមួយនោះតែម្ដងលីនហ្វាំងក៏បាននិយាយថានេះមែនគឺជាស្ដេចចចោចឹងដែរវាពិតជាអន់ពេកហើយក៏បានបោះក្បាលចចោមួយនោះទៅកាន់យុវជនតែម្ដងហើយសាច់រឿងនៅភាគទី20នេះក៏បានចប់នៅត្រង់ចំណុចនេះសូមរងចាំទស្សនានៅភាគបន្តទៀតហើយបន្ទាប់ពីទស្សនាជាមួយនឹងសាច់រឿងមួយនេះហើយកុំភ្លេចចុច Sub និង comment ឲ្យ admin ម្នាក់មួយផងនៅពេលនេះ admin សូមបាយបាយអ្នកទាំងអស់គ្នាហើយបាយបាយ